នេះគឺជាម៉ាស៊ីនមួយដែលគេដាក់ឲ្យយើងសម្រាប់ពិនិត្យសុខភាពដែលគិតថ្លៃនៅក្នុងផ្សារបងប្អូនយើងអាចតេស្តសម្ពាធឈាមចង្វាក់បេះដូងនិងជំងឺនៅ register ទៀតហើយគេវាតម្លៃថាយើងឈឺអីអញ្ចឹងយើងអាចមកតេស្តបាននៅគេដាក់នេះដាក់ free ឲ្យយើងចុចខ្លួនឯងអញ្ចឹងទៅដោយគ្រាន់តែយើងបញ្ចូលព័ត៌មានរបស់យើងដូចជាកម្ពស់ហើយទម្ងន់ហើយនឹងឆ្នាំរបស់យើងចង់ដឹងថាយើងអាយុប្រហែលអីចឹងហើយភេទប្រុសភេទស្រីអញ្ចឹងទៅហើយគេមានជំរឿទៀតយើងជាជនជាតិអីគេជាតិអាស៊ីអាកាំងឬក៏ឥណ្ឌាអីគេមាន option ឲ្យយើងរើសមកយើងអាស៊ានត្រង់នេះគេចង់ដឹងថាយើងកម្ពស់ប្រមាណអីប្រមាណយើងដាក់ទៅតាមនឹងមកដើម្បីគេវាតម្លៃយើងថាយើងត្រឹមត្រូវកម្រិតណាហើយកន្លែងនេះគេសួរថាយើងធ្លាប់ពេទ្យធ្លាប់ថាយើងកើតជំងឺអីអត់យើងអត់មានទេយើងដាក់ថា no មកហើយវាចាប់ផ្ដើមបន្តទៅមុខទៀតជារួមឆ្លាតមែនតើវាសួរយើងលំអិតតែម្ដងដើម្បីវាកណនីឲ្យត្រូវនឹងស្ថានភាពជារួមដោយដុកទ័រគេសួរយើងមិនម៉ាស៊ីនហ្នឹងវាសួរអញ្ចឹងហ្មងលយមែនតើហ្មងមានម៉ាស៊ីននេះមួយដូចកំពុងតែមានដុកទ័រកំពុងតែបណ្ឌិតឲ្យយើងអញ្ចឹងវាសួរដូចព័ត៌មានដែលពេទ្យគេសួរយើងមិនហ្នឹងវាសួរល្អិតល្អន់មែនតើហ្មងហើយយើងធ្វើការតាមវាប្រាប់ចឹងទៅថាត្រូវធ្វើម៉េចមុនតាមលេខរៀងដែលគេប្រាប់យើងទៅគឺថាល្អមែនតើបងប្អូននេះដល់តមកវាឲ្យយើងដាក់ដៃចូលដើម្បីចាប់ជីបចោហើយនឹងវាស់សម្ពាធឈាមរបស់យើងហើយបញ្ចុចតទៅតាមនឹងទៀតទៅហើយរងចាំប្រហែលជាបន្តិចនឹងវាវាស់សម្ពាធឈាមយើងដឹងវានឹងចេញលទ្ធផលឲ្យភ្លាមតែម្ដងបន្ទាប់ពីដាក់ដៃរួចហើយគេមានដុកទ័រគេចេញលោតមក screen ដូចមានមនុស្សនៅកំពុងតែចាំប្រាប់យើងចឹងគឺលយមែនតើបងប្អូនប្រាប់ថាបន្តិចទៀតនឹងចិត្តហើយព្យាយាមនៅស្ងៀមកុំញ៉ៃអញ្ចឹងវាលយមែនតើបងប្អូននេះមានដុកទ័រគេដាក់ការណែនាំគេថតជាវីដេអូនៅក្នុងនឹងអញ្ចឹងល្អមែនតើហ្មងនិយាយរួមមកដូចមានដុកទ័រកំពុងតែអង្គុយចាំពិនិត្យឲ្យយើងគេសួរថាអ្នកឯងរឹបដៃអត់បើរឹបដៃខ្លាំងពេកអ្នកឯងចុច stop ទៅហើយនឹងវានឹងចេញលទ្ធផលមកហើយគ្រូពេទ្យក្តៅគ្រូពេទ្យរ៉ូណាញឡើយបងនេះគ្រូពេទ្យសិនយើងដាក់ចូលវាកំពុងតែចាប់ scan ជីបចោរបស់យើងសិនទាំងអស់នេះក្រចកវាកំពុង scan យើងចង់ដឹងជីបចោយើងចង្វាក់បេះដូងយើងហ្នឹងអូឡើងក្តៅNo, hi. Oh, congratulations. សុខភាពល្អត្រារីសាលផ្ញើអ៊ីមែលដាក់ចុចអ៊ីមែលផ្ញើរីសាលទៅល្អតែនេះវាថាអូដាក់តទៅចេញលទ្ធផលហើយគេឲ្យយើងផ្ញើទៅអ៊ីមែលទៀតសម្រាប់យើងទុកមើលតាមក្រោយអញ្ចឹងគឺថាទំនើបខ្លាំងមែនទែនបងប្អូនអើយសម្រាប់យើងចង់តេស្តជាតិសម្ពាធឈាមចង្វាក់បេះដូងហើយនឹងតេស្តរើមើលជាតិទឹកនោមផ្អែមជាតិស្ករជាតិអីមានមកចប់នៅក្នុងនឹងតែម្ដងហើយវាតម្លៃឲ្យយើងទៀតគេវាភិកជារួមដូចមានដុកទ័រមួយដែលចាំពិនិត្យយើងអញ្ចឹងបងប្អូនល្អមែនតើហ្មងអរគុណបងប្អូនទាំងអស់គ្នាដែលតាមដានវីដេអូនេះដល់ចប់សូមអរគុណសូមជម្រាបលា